បើកសំឡេងផងគណៈសូមអរគុណព្រះអង្គសម្រាប់សម្រួលជាទីគោរពដ៏ពូពុះជាបឋមខ្ញុំបកករណាខ្ញុំបាទថៃចន្ទធីសូមថ្វាយបង្គំចំពោះព្រះធរណុធរៈគ្រប់ព្រះអង្គជាទីសក្ការៈនិងសូមជម្រាបសួរប្រជាជាតិខ្មែរក្រមទាំងអស់ជាទីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតជម្រាបសួរលោកវាគ្មិនសុទ្ធមុំស័ក្តិដែលបានចូលរួមក្នុងការផ្សព្វផ្សាយនៅថ្ងៃនេះលើប្រធានបទស្ដីពីការមាត្រា5នៃច្បាប់សេចក្តីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្សដូច្នេះខ្ញុំបកករណាខ្ញុំបាទសូមអាននៅមាត្រា5នៃសេចក្តីប្រកាសជាសកលស្ដីអំពីសិទ្ធិមនុស្សជូនលោកស្រីប្រិយមិត្តអ្នកតាមដានជាទីសម្ដាប់ពិសេសប្រជាពលរដ្ឋខ្មែរក្រមទាំងអស់ដែលកំពុងរស់នៅលើអធិបតេយ្យភាពនៃកម្ពុជាក្រោមចូលរួមស្ដាប់ស្វែងយល់ដើម្បីយើងប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការការពារសិទ្ធិរបស់យើងក្នុងគ្រាអាសន្នដែលស្ថិតនៅក្នុងការរំលោភបំពានពីរដ្ឋអំណាចវៀតណាមដូច្នេះសូមលោកស្រីមេត្តាចូលរួមស្ដាប់ដូចតទៅមាត្រា5នៃសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សគ្មានជនណាម្នាក់ត្រូវទទួលការធ្វើទារុណកម្មទណ្ឌកម្មឬប្រព្រឹត្តយ៉ាងកាចសាហាវពិតយ៉ាងកាចសាហាវឥតមនុស្សធម៌ឬថោកទាបឡើយមាត្រាច្បាប់មាត្រា5នេះខ្ញុំបកករណាខ្ញុំបាទថៃចន្ទធីសូមជម្រាបផងដែរថាមានសំណេរគេហៅថាវគ្គស័ព្ទខ្លីតែខ្លឹមត្រង់យ៉ាងណាបានខ្ញុំបកករណាខ្ញុំបាទវាយតម្លៃថាខ្លឹមដោយសារតែមាត្រាហ្នឹងបានសរសេរដាច់ពីគ្នានៅក្នុងវគ្គស័ព្ទនីមួយតាក់ទងនឹងការហាមមិនឲ្យមានការធ្វើទារុណកម្មដោយលើមនុស្សការដាក់ទណ្ឌកម្មដោយឥតមនុស្សធម៌ការធ្វើទុកបុកម្នេញដោយកាចសាហាវគឺត្រូវបានហាមដាច់ខាតនៅក្នុងរដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិពិសេសទៀតនោះគឺហាមដាច់ខាតចំពោះរដ្ឋជាសមាជិកគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងខ្ញុំចង់ជម្រាបហើយមូលហេតុអីបានជា KKCCTV ដាក់មកនៅប្រធានបទនេះក្នុងកម្មវិធីបរដ្ឋនឹងច្បាប់ដោយសារតែខ្មែរកម្ពុជាក្រោមយើងទទួលរងនៅទណ្ឌកម្មធ្វើទារុណកម្មនៅក្នុងពន្ធនាគារអាចវាយតម្លៃបានថាក្នុងស្ថានភាពការសួរចម្លើយក្នុងសំណុំរឿងលោកថាច់ងាត្រូវបានចោទពីបទកេងចំណេញផលប្រយោជន៍ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់រដ្ឋពួកគេបានដាក់ការចោទប្រកាន់ដោយសំអាងលើធាតុផ្សំបទល្មើសអំណះអំណាងថាប្រើប្រាស់ប្រព័ន្ធ Facebook ឈ្មោះថាច់ងាផងឈ្មោះដតីទៀតផងដាក់ផ្សាយដំណឹងមិនពិតពីរដ្ឋាភិបាលធ្វើឲ្យមានការយល់ច្រឡំចំពោះសមត្ថកិច្ចជំនាញស្ថាប័នសមត្ថកិច្ចជំនាញដូច្នេះគេយកមាត្រា331ដើម្បីយកមកទប់ស្កាត់រារាំង
បន្ថយឬមិនអនុញ្ញាតឲ្យបរដ្ឋខ្មែរក្រមប្រើប្រាស់សិទ្ធិបញ្ចេញមតិស្របច្បាប់ដែលមានចែងនៅក្នុងស្មារតីច្បាប់អន្តរជាតិស្តីពីសេចក្តីប្រកាសជា